ឥឡូវនេះសូមយើងមកមើលខមួយទៀតដែលនិយាយអំពីវិញ្ញាណទាំងពីរវិញម្ដងយូហានចំពុក3ខ6និយាយថារបស់អ្វីដែលកើតពីសាច់នោះជាសាច់ទេហើយដែលកើតពីព្រះវិញ្ញាណនោះជាវិញ្ញាណវិញយើងរាល់គ្នាដឹងហើយថាយើងបានកើតម្ដងទៀតឬហៅថាបានកើតជាថ្មីប៉ុន្តែតើរឿងនេះមានន័យដូចម្ដេចរឿងនេះមានន័យថាសាមញ្ញថាវិញ្ញាណរបស់យើងត្រូវបានកើតជាថ្មីដោយព្រះវិញ្ញាណរបស់ព្រះអ្វីដែលកើតពីព្រះវិញ្ញាណរបស់ព្រះនោះគឺជាវិញ្ញាណរបស់មនុស្សខនេះប្រាប់យើងចំត្រង់កន្លែងដែលយើងបានកើតជាថ្មីយើងបានកើតមកមិនមែននៅក្នុងរូបកាយឬនៅក្នុងព្រលឹងនោះទេប៉ុន្តែនៅក្នុងវិញ្ញាណពេលដែលយើងជឿព្រះអង្គម្ចាស់យេស៊ូវជាព្រះអង្គសង្គ្រោះរបស់យើងព្រះវិញ្ញាណបានយាងចូលមកក្នុងវិញ្ញាណរបស់យើងហើយភ្លាមនោះព្រះវិញ្ញាណបរិសុទ្ធបានចែករំលែកជីវិតនិងធ្វើឲ្យវិញ្ញាណរបស់យើងបានកើតជាថ្មីខណៈពេលដែលយើងជឿព្រះអង្គម្ចាស់យេស៊ូវព្រះវិញ្ញាណបរិសុទ្ធបានយាងមកជាមួយនឹងព្រះគ្រីស្ទជាជីវិតដើម្បីធ្វើឲ្យវិញ្ញាណរបស់យើងមានជីវិតឡើងវិញនិងបានកើតជាថ្មីហើយចាប់តាំងពីពេលនោះមកទ្រង់គង់នៅក្នុងវិញ្ញាណរបស់យើងរហូតព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះនិងបានរស់ជាមនុស្សអស់រយៈពេល33ឆ្នាំកន្លះបន្ទាប់មកទ្រង់បានសុគតជាប់ឆ្កាងដោយព្រោះអំពើបាបរបស់យើងទ្រង់សុគតហើយរស់ឡើងវិញនិងបានក្លាយជាព្រះវិញ្ញាណផ្ដល់ជីវិត2កូរិនថូសចំពុក3ខ17និយាយថាព្រះអង្គម្ចាស់ព្រះគ្រីស្ទទ្រង់ជាព្រះវិញ្ញាណយើងត្រូវតែសរសើរដំកើងដល់ព្រះគ្រីស្ទដែលទ្រង់ជាព្រះវិញ្ញាណទ្រង់ជាព្រះវិញ្ញាណផ្ដល់ជីវិតបានយាងចូលមកខាងក្នុងយើងត្រូវបានបង្កើតមកដូចជាភាជនៈឬរបស់សម្រាប់ដាក់អ្វីមួយដែលមានរូបកាយព្រលឹងនិងវិញ្ញាណព្រះគ្រីស្ទដែលជាព្រះវិញ្ញាណផ្ដល់ជីវិតទ្រង់បានយាងចូលមកខាងក្នុងវិញ្ញាណរបស់យើងនៅខមុននេះបានបញ្ជាក់យ៉ាងច្បាស់ហើយថាឥឡូវនេះព្រះគង់នៅក្នុងវិញ្ញាណរបស់យើងប៉ុន្តែសូមចងចាំថាព្រះដែលគង់នៅខាងក្នុងយើងនេះទ្រង់មិនត្រឹមតែជាព្រះប៉ុណ្ណោះទេប៉ុន្តែទ្រង់ក៏ជាព្រះគ្រីស្ទដែរអ្វីដែលព្រះគ្រីស្ទមានអ្វីដែលទ្រង់បានធ្វើអ្វីដែលទ្រង់បានទទួលនិងអ្វីដែលទ្រង់សម្រេចបានគឺរួមបញ្ចូលទាំងអស់នៅក្នុងព្រះវិញ្ញាណផ្ដល់ជីវិតនេះឥឡូវព្រះវិញ្ញាណផ្ដល់ជីវិតនេះបានយាងចូលមកខាងក្នុងវិញ្ញាណរបស់យើងនិងរួមបញ្ចូលជាមួយវិញ្ញាណរបស់យើងដោយភ្ជាប់យើងជាមួយព្រះអង្គคล้ายជាវិញ្ញាណតែមួយសរសើរដំណើរព្រះអង្គដែលយើងคล้ายជាតែមួយនឹងព្រះអង្គម្ចាស់នៅក្នុងវិញ្ញាណរបស់យើងដូច្នេះប្រសិនបើយើងដឹងពីរបៀបវិលមកឯវិញ្ញាណរបស់យើងនោះយើងអាចនឹងទំនាក់ទំនងជាមួយព្រះគ្រីស្ទបាននេះជាអាកំបាំងហើយនេះគឺជាកូនសោពួកអ្នកជឿមានតែជីវិតផ្នែកសាច់ឈាមឬជីវិតនៅខាងក្នុងរូបកាយនិងជីវិតផ្នែកចិត្តគំនិតនៅក្នុងព្រលឹងរបស់ពួកគេប៉ុណ្ណោះពួកគេគ្មានជីវិតអកលរបស់ព្រះនៅក្នុងវិញ្ញាណរបស់ពួកគេទេពីព្រោះពួកគេមិនទាន់ទទួលព្រះគ្រីស្ទជាជីវិតដ៏អកលចូលទៅក្នុងពួកគេនៅឡើយហេតុនេះហើយបានជាពួកគេត្រឹមតែរស់ដោយរូបកាយឬដោយព្រលឹងប៉ុណ្ណោះមុនពេលយើងបានសង្គ្រោះយើងធ្លាប់តែរស់នៅដើរនិងដាក់ខ្លួនរបស់យើងនៅក្នុងព្រលឹងប៉ុន្តែឥឡូវនេះបន្ទាប់ពីយើងបានសង្គ្រោះហើយយើងមានជីវិតមួយទៀតនៅខាងក្នុងយើងនោះគឺព្រះគ្រីស្ទទ្រង់ផ្ទាល់ហើយយើងក៏ត្រូវរៀនរស់ដោយជីវិតនេះដែរតម្រូវការរបស់យើងនៅក្នុងពេលសប្តាហ៍ថ្ងៃនេះគឺយើងត្រូវបែរទៅរស់នៅក្នុងទិសដៅមួយទៀតនោះគឺចេញពីព្រលឹងទៅរស់នៅក្នុងវិញ្ញាណមុនពេលយើងបានសង្គ្រោះយើងរស់ដោយជីវិតមនុស្សនៅក្នុងព្រលឹងប៉ុន្តែចាប់ពីយើងបានសង្គ្រោះមកគឺយើងត្រូវរស់នៅ
ដោយជីវិតរបស់ព្រះនៅក្នុងវិញ្ញាណរបស់យើង